จากปีថ្ងៃនេះទៅឈិងយៀនហេនិងឡៃយ៉ាងលេងក្លែននឹងបង្កើតសម្ព័ន្ធភាពការពារនិងវាយប្រហាររួមគ្នាព្រះនាងការសហការប្រកបដោយជោគជ័យផ្ទៃក្នុងឈិងយេមិនមានការបែកបាក់គ្នាទៅលើអាកប្បកិរិយាចំពោះឈិងយៀនហេដោយមីងយឹងសែនរិនគ្រប់គ្រងមិត្តភាពខ្ញុំគិតថាឆៃធីងវែងក្នុងដំណើរនេះគាត់ប្រហែលជាមិនអាចធ្វើអ្វីតាមចិត្តបានទេអរគុណសម្រាប់ការរំលឹកហេតុអ្វីអ្នកមកទីនេះខ្ញុំទើបតែទទួលបានរបាយការណ៍សម្ងាត់មួយដែល Keyang និង Chen Yemen អនុញ្ញាតឲ្យមានទំនាក់ទំនងសម្ងាត់ Keyang បានផ្ដល់ផែនទីការពារ Ching Yanhe ដល់ Yan Chuze ដើម្បីផ្លាស់ប្ដូរជាមួយបច្ចេកវិទ្យាដាំដុះ Shunian Keyang មិនត្រឹមតែធ្វើបាបបំដាយខ្ញុំប៉ុណ្ណោះទេថែមទាំងខុបខិតជាមួយ Shunian ទៀតផងឆៃធីងយ៉ាន់មកទីនេះលើកនេះគឺដើម្បីស៊ើបអង្កេតតម្រុយនៃការខុបខិតគ្នារវាង Yan Chuze និង Ching Yanhe តាមបញ្ជារបស់គ្រូរបស់គាត់សង្ស័យ Keyang មួយផ្នែកការងារយ៉ាងម៉េចហើយក្មេងស្រីតូចរបស់ Su Kingson បានបង្កើតសម្ព័ន្ធភាពជាមួយ Lion Lane Clan ហើយក៏បានឈានដល់កិច្ចព្រមព្រៀងជាមួយ Chen Yemen ផងដែរខ្ញុំនឹងបញ្ជូនសិស្សពិសេស3នាក់ឲ្យចូលរួមការប្រឡងពួកគេសុទ្ធតែមានគ្រាប់ពូជ Shunian នៅក្នុងពួកល្អហើយពេលចូល Star Pool គ្រាប់ពូជទុះឡើងខ្ញុំចង់បានតំណែងជា Saintes នៅពេលនោះពិតមែនហើយមិនអាចរងចាំបានទេអ្នកទាំង3សូមចូលទៅក្នុងទម្រង់ឥឡូវនេះដល់ពេលហើយទម្រង់ចាប់ផ្ដើមអ្នកបានបោកប្រាស់ពួកយើងYan Chuze ចង់បំពោល Star Pool យល់សប្តិហើយប្រាប់មកឲ្យលឿនមកមើលលើក្រៅពីរឿងនេះតើ Yan Chuze គាត់បានប្រាប់អ្វីទៀតខ្លះខ្ញុំមិនដឹងអ្វីទាំងអស់ព្រះនាង Saintes តើអ្នកចង់មានន័យដូចម្ដេចឆៃមកដល់ទាន់ពេលមិត្តរួមក្រុម3នាក់របស់អ្នកបានព្យាយាមបំពោល Star Pool ហើយខ្ញុំបានកម្ចាត់ពួកគេហើយក្មេងស្រីតូចនោះចង់កែតម្រង់ពិធីធំដល់ការអបអរសាទរចេញគឺគ្មានច្បាប់ទម្លាប់សោះអនុញ្ញាតឲ្យនាងកែប្រែបានកាន់តែច្រើនសម្លេងជំទាស់កាន់តែច្រើននិយាយថានាងមិនគោរពតាមការណែនាំរបស់ព្រឹទ្ធាចារ្យមិនស័ក្តិសមជា Saintes បង្ខំនាងឲ្យលាលែងពីតំណែងវាមិនងាយស្រួលប៉ុន្មានទេ Quan Cheng និង Yao Weng សុទ្ធតែគ្រប់គ្រងនាងហើយយុវជនជំនាន់ក្រោយក្នុងត្រកូលក៏គ្រប់គ្រងនាងយ៉ាងខ្លាំងដែរមិនអាចរើបំរាស់នាងបានទេល្អហើយប៉ុន្តែត្រូវប្រយ័ត្នភ្នែកភ្ញាក់របស់ក្មេងស្រីតូចនោះមានភាពប្រសើរ